รู้จิตឆ្ងាញ់ត្រជាក់ស្រួលបំពង់ក៏ស្រស់ស្រាយគ្មានក្លិនលោហៈឬរសជាតិចម្លែកសោះនេះពិតជាទឹកគ្មានជាតិពុលមែនឆ្ងាញ់ណាស់5ឆ្នាំហើយចាប់តាំងពីគ្រោះមហន្តរាយវិហិថងសិនកុកទុឡើងខ្ញុំមិនដែលបានផឹកទឹកស្អាតគ្មានជាតិពុលទៀតឡើយផលិតនៅឆ្នាំ2006ទឹកពី200ឆ្នាំមុនវាអាចទៅរួចយ៉ាងម៉េចបងស្រីគាត់ប្រហែលជាពិតជាមកពីការឆ្លងកាត់ពេលវេលាមែនហើយអ្វីខ្ញុំមានអារម្មណ៍ថាការជឿចាប់ដោយសារមហារិទ្ធនៅលើខ្លួនខ្ញុំបានធូរស្រាលហើយខ្ញុំដឹងថាប្រហែលជានេះគ្រាន់តែជាការភ្លឺចុងក្រោយមុនស្លាប់ថ្នាំប្រឆាំងវិទ្យុសកម្មគឺជាថ្នាំពិសេសមានប្រសិទ្ធភាពខ្លាំងវាមានអត្ថប្រយោជន៍ជាច្រើនឧទាហរណ៍ដូចជាសម្រាប់កសិកម្មហារិកទាំងស្រុងឬព្យាបាលការបរាជ័យនៃសរីរាង្គជាច្រើនខ្ញុំភ្លេចបន្តិចហើយថាវាមានប្រសិទ្ធភាពអ្វីខ្លះមុននេះអ្នកចិត្តស្លាប់ហើយដូច្នេះអ្នកមិនខ្លាចស្លាប់ទេតែឥឡូវនេះកសិកម្មហារិកក្នុងខ្លួនអ្នកត្រូវបានព្យាបាលទាំងស្រុងហើយឥឡូវនេះអ្នកគួរតែចាប់ផ្ដើមខ្លាចស្លាប់វិញហើយមែនទេវាមិនមែនតាមតវិជ្ជាបែបនោះទេអ្នកនិយាយថាអ្នកមកពីការឆ្លងកាត់ពេលវេលាសូមបង្ហាញភស្តុតាងឲ្យខ្ញុំឃើញបើមិនអញ្ចឹងទេខ្ញុំនឹងសម្លាប់អ្នកបែបនេះទៅអ្នកសម្លាប់ខ្ញុំទៅក៏បានខ្ញុំខំគិតហើយតែខ្ញុំក៏មិនដឹងដែរថាខ្ញុំមកពីណាពិតប្រាកដ